ជាប់ពន្ធធំវិញគឺគេមើលទៅលើកម្រិតផលរបស់រយៈពេល1ឆ្នាំពេញដោយពន្ធមធ្យមអញ្ចឹងហើយបើជា3ប្រភេទអាជីវកម្មដូចគ្នាទីមួយគឺសេវាកម្មនៅពេលដែលគាត់មានប្រាក់ចំណូលចាប់ពី4000លានរៀលឬក៏ស្មើជាមួយនឹង1លានដុល្លារហើយសម្រាប់អ្នកដែលប្រកបអាជីវកម្មជាសេវាកម្មនិងពាណិជ្ជកម្មដែលគាត់មានកម្រិតផលរបររយៈពេល1ឆ្នាំពេញចាប់ពី6000លានរៀលឬក៏ស្មើជាមួយនឹង1លានកន្លះទៅហើយសម្រាប់អាជីវកម្មដែលជាឧស្សាហកម្មគឺនៅពេលដែលគាត់មានប្រាក់ចំណូលចាប់ពី8000លានរៀលឬក៏ស្មើជាមួយនឹង2លានដុល្លារឬក៏ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាបច្ចុប្បន្នការចុះបញ្ជីជាមួយនឹងពន្ធដារឬក៏ស្ថាប័នផ្សេងៗគឺមានភាពងាយស្រួលច្រើនដែលយើងអាចចាំបាច់ទៅដល់ផ្ទាល់ទៀតទេគឺយើងអាចចុះបញ្ជីតាម KMDG Key បានដោយអត់ចាំបាច់ទៅដល់ផ្ទាល់ឬក៏ចំណាយពេលវេលានិងកាត់បន្ថយការចំណាយរបស់យើងផងដែរការចុះបញ្ជីជាមួយនឹង KMDG Key គឺយើងអាចចុះតែម្ដងហើយបំពេញព័ត៌មានទាំងអស់ហ្នឹងមានភាពងាយស្រួលចុះបញ្ជីតែម្ដងហ្នឹងគឺយើងអាចបានដល់ស្ថាប័នមានដូចជាក្រសួងពាណិជ្ជកម្មគណៈនាយកដ្ឋានពន្ធដារនិងក្រសួងកាងារ